មានមាន់បងប្អូនដឹងធ្វើអីយកមកម្លីងប្រៃផ្អែមចេះមករសជាតិឆ្ងាញ់ហើយនិយាយពីថាក្លែមក៏បានហូបមួយបាយក៏បានដែរជាពិសេសមានកូនទូចៗនឹងធ្វើឲ្យពួកគាត់ហូបឲ្យចូលចិត្តនិយាយពីរសជាតិនេះគឺឆ្ងាញ់ដែរខ្ញុំមានមាន់ចំនួន1ក្បាលផ្លាសេចោល2 3ថ្ងៃបងប្អូនទឹកឲ្យស្អាតកាប់ឲ្យស្អាតយកមកប្រឡាក់ជាមួយនឹងម្សៅរ៉ូឌីបន្តិចជាមួយនឹងម្សៅឆាណាបងប្អូនយើងប្រឡាក់ទុកមួយឡែកទៅយើងមានគល់លក្ខីជាមួយនឹងលឹកក្រូចហាន់វាអញ្ចឹងមកហាន់តាមចំណូលចិត្តបងប្អូនមកខ្ញុំយកគល់លក្ខីនិងលឹកក្រូចយកមកបំពងជាមួយខ្លាញ់សិនណាឲ្យវាឡើងឈ្ងុយហើយបន្ទាប់មកយើងចាប់ផ្ដើមបំពងមាន់ហើយមាន់ចំនួន1ហ្នឹងគឺខ្ញុំបំពង3ដងបងប្អូនពងតិចម្ដងចេះទៅដើម្បីឲ្យមាន់របស់យើងស្រួយបងមករួចហើយបងប្អូនចាប់ដើមមកធ្វើគ្រឿងរបស់យើងណាលីងជាមួយនឹងខ្ទឹមសឲ្យឈ្ងុយដាក់ជាមួយនឹងស្ករត្នោតដាក់ជាមួយនឹងទឹកត្រីមកបន្ទាប់មកគឺយើងដាក់ជាមួយនឹងប្រេងម្ទេសបើបងប្អូនមានក៏ដាក់អំបិចក៏បានដែរខ្ញុំដាក់យកពណ៌ហើយបន្ទាប់មកខ្ញុំដាក់ជាមួយនឹងទឹកត្រីបុកណាដាក់ជាមួយនឹងទឹកម្សៅឆាបន្តិចខ្ញុំបន្ថែមប្រេងខ្យងបន្តិចបងប្អូនតែប៉ុណ្្នឹងទេម្សៅឆាបន្តិចមកដើម្បីឲ្យទឹករបស់យើងណាវាខាប់ល្អហើយពេលយើងច្របល់ចូលជាមួយមាន់គឺវាស្អិតជាប់ជាមួយនឹងសាច់មាន់ណាបងប្អូនច្របល់ចូលគ្នាឲ្យវាចូលជាតិល្អមកបន្ទាប់មកយើងបន្ថែមជាមួយនឹងគល់លក្ខីលក្ខួយដែលយើងបានលីងទុកហើយសម្រាប់គ្រឿងដែរខ្ញុំហ៊ាននិយាយថាបងប្អូនត្រូវដាក់ប៉ុណ្ណេះប៉ុណ្ណោះទេដោយសារបងប្អូនខ្លះគាត់ហូបប្រៃផ្អែមតាមចំណូលចិត្តគ្រួសាររៀងខ្លួនចឹងហើយនិយាយពីរូបមន្តដែលខ្ញុំធ្វើនេះវិញគឺទទួលបានរសជាតិមាន់របស់យើងគឺចូលជាតិគ្នាល្អហើយសាច់មាន់របស់យើងគឺស្រួយឆ្ងាញ់ចូលជាតិជាមួយនឹងគ្រឿងហើយឈ្ងុយលក្ខីលក្ខួយគឺឆ្ងាញ់ខ្លាំងតែម្ដង